จมใส่เก๊ตาตักสมมติมือลิตบังการบ้านอำเบลปนมานนี่คือเจียมบอลไฮบอลล่ะคือวิมีรูจิตไรให้กับผมบอลล่ะกับจิตไรคือเจียมบอลจังไงโอ้ยบอลที่เพื่อล้างมาปุจจสมมติถ้าได้สร้างแต่มูลไฮมือนั่งงั้นโยกกับบางในช่องในสิ่งโน้มวยขาดเต้าตักสมมติจำนวนมันลิตตายังอาจจะเวทแต่เพื่อของบอลบานหมดมา100 กิโลกรัมHey yo, what's up bro? Chồng lư tha khơi bả đơ lộc muốn tới vô tất smart phơi bẩn mày nọ. Hey man. Phơi ban bẩn man. Man, cái này smart thế. Chồng nó chết đấy smart thế. Mà cái đó không mà nam nó phơi ban mà bỏ tới trên cái smart thành phơi rồi. Okay, got you bro. Okay, lấy chập tam tư vô tất smart thân. Bye bye, ông Quân. Bye. Okay. មកខាត់ពេលយូរយើងចាប់ដើមទៅសមុទ្រទាំងអស់គ្នាត1 2 3ចុំមកដល់ហើយមកខាត់ពេលយូរយើង teleport ទៅផ្ទះវិញតឥឡូវយើងមកដល់ទីក្រុងភ្នំពេញវិញហើយដោយហៅហៀងគាត់និយាយចឹងហៅហៀងគាត់ថាទឹកសមុទ្រនេះនៅពេលដែលយើងមើលពីចម្ងាយគឺអត់ឃើញអំបិលទេបងប្អូនប៉ុន្តែនៅពេលដែលយើងមើលចិត្តគឺវាមើលទៅដូចមានឃើញអំបិលប៉ុន្តែសម្រាប់ខ្ញុំវិញមានឃើញអំបិលទេបងប្អូនគឺឃើញសិតតែដីតែម្ដងបាទទៅពេលនេះអត់ចាំយូរទេបងប្អូនយើងចាប់ផ្ដើមបន្តបេសកកម្មរបស់យើងចង់ដឹងមើលគ្រាន់តែទឹកសមុទ្រមកដល់នឹងមិនដែលបានអំបិលមកសភាបងប្អូនបន្ទាប់មកយើងបើកគេឲ្យដាំវាឲ្យពុះឲ្យរិញយកហ្មងបងប្អូនដាំឲ្យស្ងួតកុំឲ្យមានទឹកមកតំណក់យកហ្មងបន្ទាប់ពីការចាំទឹកយូរពេកឥឡូវខ្ញុំចាប់ផ្ដើមមករៀបចំដ្រូនដើម្បីហោះលេងលើដំបូលផ្ទះម្ដងហើយប្រភេទដ្រូនដែលខ្ញុំកំពុងតែបោះនេះគឺវាមានឈ្មោះថា DJI Avatar សម្រាប់បងប្អូនណាដែលត្រូវការរកទិញយន្តហោះដ្រូនបងប្អូនអាចតាក់ទងមកកាន់ XS Drone Store បាន XS Drone Store មានទាំង Facebook Page មានទាំង TikTok មានទាំង YouTube ដូចខ្ញុំកំពុងអង្គុយចាំទឹកយូរពេកមកបោះដ្រូនលេងវាសប្បាយមួយយ៉ាងដែរបងប្អូនហើយខាងគាត់មានលក់ដ្រូនច្រើនប្រភេទមែនទែនបងប្អូនដ្រូនសម្រាប់ហោះថតកម្មវិធីអីគឺមានទាំងអស់ខាងគាត់ហ្នឹងបងប្អូនមានតែមកទឹកហើយមានទាំងថ្មីទៀតហើយតម្លៃគួរសមមែនទែនតោះនៅពេលនេះមកមើលអំបិលយើងទាំងអស់គ្នាដល់ណាដល់ណីអីចេះឃើញអំបិលតិចៗនេះតែចាំវាស្ងួតជាងនឹងទៀតសិនបាននៅពេលនេះសម្រាប់ចេញបានទឹកសុទ្ធ10អំបិលពីសភាពិតជាអស្ចារ្យអត់មានបានយកអំបិលអីផ្សេងមកដាក់ចូលក្នុងឆ្នាំងហ្នឹងទេគឺអត់សោះហ្មងនិយាយរួមអំបិលច្រើនមែនតើបងប្អូនចឹងមិនទៅលេងសមុទ្រម្ដងទឹកសមុទ្រចូលមាត់ដល់ប្រៃហើយចូលភ្នែកវិញនិយាយពីផ្សារពីអាទិត្យឥឡូវខ្ញុំមកសាកអំបិលសមុទ្រជាលើកទី1ចង់ដឹងថារសជាតិវាប្រៃបែបសមុទ្រដូចហៅហៀងគាត់និយាយអត់គ្មានបែបសមុទ្រស្អីទេគឺអំបិលយកហ្មងប្រៃឡប់